ตาเนี่ยทลอบนิយាយទេថាខ្ញុំចាស់ពេកហើយសម្រាប់ការជឿទៅលើព្រះយេស៊ូវគ្រីស្ទខ្ញុំមានសាសនារបស់ខ្ញុំហើយមិនបាច់មកផ្លាស់ប្ដូរខ្ញុំនោះទេប៉ុន្តែខ្ញុំចង់សួរទៅកាន់លោកអ្នកបងប្អូនទាំងអស់គ្នានៅថ្ងៃនេះថាបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់លោកអ្នកបងប្អូនតើលោកអ្នកបងប្អូនប្រកាសទេថាព្រលឹងរបស់លោកអ្នកបងប្អូននឹងទៅទីណាមានមនុស្សជាច្រើនដែលនិយាយថាខ្ញុំចាស់ហើយហួសពេលហើយក៏ក្នុងការជឿទៅលើព្រះយេស៊ូវគ្រីស្ទប៉ុន្តែការពិតគឺព្រះមិនដែលនិយាយថាអ្នកចាស់ពេកទេដរាបណាអ្នកនៅតែមានដង្ហើមព្រះនៅតែបើកទ្វារស្វាគមន៍អ្នកជានិច្ចនៅលើឆាច់ឆ្កាងមានចៅម្នាក់ដែលបានរស់នៅក្នុងអំពើបាបស្ទើរតែពេញមួយជីវិតរបស់គាត់នៅនាទីចុងក្រោយនៃជីវិតគាត់បានងាកមករកព្រះយេស៊ូវហើយព្រះយេស៊ូវក៏មានបន្ទូលថារួចអ្នកនោះទូលព្រះយេស៊ូវថាព្រះអង្គម្ចាស់អើយកាលណាចូលទៅក្នុងស្ថានគរទ្រង់សូមនឹកចាំពីទូលបង្គំផងនោះនេះបង្ហាញថាមិនមែនយឺតពេលសម្រាប់ព្រះគុណរបស់ព្រះនោះទេអ្នកខ្លះនេះទៀតនិយាយថាខ្ញុំមានសាសនារបស់ខ្ញុំហើយលោកអ្នកបងប្អូនជាទីស្រឡាញ់របស់ព្រះជាម្ចាស់ហើយលោកអ្នកបងប្អូនជាទីស្រឡាញ់ដែលកំពុងតែទស្សនានៅវីដេអូនេះការជឿទៅលើព្រះយេស៊ូវគ្រីស្ទមិនមែនជាការបោះបង់នៅវប្បធម៌ឬការផ្លាស់ឬការបដិសេធក្រុមគ្រួសារនោះទេវាជាការស្វែងរកសេចក្តីពិតនិងទំនាក់ទំនងជាមួយនឹងព្រះដែលស្រឡាញ់យើងរាល់គ្នាព្រះយេស៊ូវមិនបានយាងមកបង្កើតសាសនាថ្មីទេព្រះអង្គយាងមកដើម្បីនឹងសង្គ្រោះមនុស្សដែលបាត់បង់និងផ្ដល់ជីវិតដ៏អស្ចារ្យជានិច្ចបើមនុស្សសើចចំអកលោកអ្នកបងប្អូនព្រោះតែលោកអ្នកបងប្អូនជឿដល់ព្រះយេស៊ូវគ្រីស្ទចូលចងចាំថាមនុស្សក៏ធ្លាប់សើចចំអកដល់ព្រះយេស៊ូវគ្រីស្ទដែរប៉ុន្តែការសើចរបស់មនុស្សមិនអាចផ្លាស់ប្ដូរសេចក្តីពិតរបស់ព្រះបាននោះទេថ្ងៃនេះខ្ញុំមិនសុំឲ្យលោកអ្នកបងប្អូនមកផ្លាស់ប្ដូរសាសនានោះទេខ្ញុំគ្រាន់តែសុំឲ្យលោកអ្នកបងប្អូនបើកចំហចិត្តស្វែងយល់អំពីព្រះយេស៊ូវគ្រីស្ទដោយខ្លួនឯងព្រោះសំណួរដ៏សំខាន់បំផុតមិនមែនមនុស្សគិតយ៉ាងណាចំពោះខ្ញុំនោះទេប៉ុន្តែគឺតើខ្ញុំឈរនៅទីណានៅចំពោះព្រះបើលោកអ្នកបងប្អូនកំពុងតែស្វែងរកសេចក្តីសង្ឃឹមសេចក្តីស្រឡាញ់និងចម្លើយសម្រាប់ជីវិតសូមកុំរំលងវីដេអូមួយនេះសូមចែករំលែកទៅមនុស្សប្រហែលជាត្រូវស្ដាប់សារនេះនៅថ្ងៃនេះសូមព្រះប្រទានពរនៅក្នុងព្រះគម្ពីររ៉ូមជំពូក10ខ13អរអ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់នោះនឹងបានសង្គ្រោះសូមព្រះប្រទាន